សួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះខ្ញុំមានគន្លឹះខ្លះនៅការដែលយើងគ្រប់គ្រងលុយការគ្រប់គ្រងលុយគឺជាជំនាញសំខាន់មួយក្នុងជីវិតប្រចាំថ្ងៃដែលវាជួយឲ្យមនុស្សយើងអាចរស់នៅបានយ៉ាងស្ថិរភាពនិងសម្រេចបានគោលដៅផ្ទាល់ខ្លួនបើមិនយើងមិនចេះគ្រប់គ្រងលុយឲ្យបានល្អទេនោះនាំឲ្យយើងមានបញ្ហាជាប់បំណុលការខ្វះខាតប្រាក់និងពិបាកខាងផ្លូវចិត្តផងដែរមុនដំបូងមនុស្សគួរត្រូវមានការរៀបចំផែនការសម្រាប់ធ្វើការទៅលើការដែលយើងចំណាយឬចំណូលប្រចាំខែហើយវាជួយឲ្យយើងដឹងថាលុយចូលនិងចេញបានប៉ុន្មានតាមរយៈនេះយើងអាចកំណត់ថាតើគួរត្រូវកាត់បន្ថយចំណាយអ្វីខ្លះនិងត្រូវសន្សំប៉ុន្មានបន្ទាប់មកការសន្សំប្រាក់គឺជាចំណុចសំខាន់មួយយើងគួរត្រូវសន្សំប្រាក់ជាប្រចាំថ្ងៃឬក៏ប្រចាំខែតាមអ្វីដែលយើងអាចធ្វើបានសម្រាប់អនាគតនិងស្ថិរភាពបន្ទាប់ការមានមូលធនសង្គ្រោះវាគឺជាការល្អបើសិនបើយើងមានមូលធនសង្គ្រោះវាអាចជួយឲ្យយើងដោះស្រាយបញ្ហាដែលមិនយើងអត់ដឹងនៅពេលអនាគតដូចជាជំងឺការបាត់បង់ការងារធ្វើជាដើមលើកនេះការជៀសវាងបំណុលមិនចាំបាច់វាគឺជាសារៈសំខាន់សម្រាប់យើងបើយើងខ្ចីយើងត្រូវតែគិតជាមុនថាយើងត្រូវការប្រាក់ហ្នឹងដើម្បីអ្វីហើយយើងត្រូវធ្វើយ៉ាងម៉េចដើម្បីទទួលបានប្រាក់ចំណេញវិញជៀសវាងការដែលយើងខាតបង់នៅប្រាក់របស់យើងវាធ្វើឲ្យយើងហ្នឹងអាចនឹងពិបាកចិត្តជាដើមហើយសរុបមកការគ្រប់គ្រងលុយវាមិនមែនជារឿងពិបាកទេប៉ុន្តែត្រូវមានវិន័យលើខ្លួនឯងនិងការយកចិត្តទុកដាក់បើសិនបើយើងនឹងអនុវត្តទីសាស្ត្រល្អៗយើងអាចរស់នៅបានយ៉ាងសុខសាន្តដោយរបៀបនេះចឹងយើងត្រូវតែរស់នៅស្ថិរភាពដោយសារតែយើងគ្រប់គ្រងខាងហិរញ្ញវត្ថុឲ្យបានល្អ